យោធាអ៊ុយក្រែនប្រឆាំងលោកទ្រុំពលើតំបន់ឃឺសកាឡោមពតក្រុងគីវបានអះអាងថារបាយការណ៍នេះមិនពិតហើយជាផ្នែកមួយនៃអូបាយកលរបស់ក្រុងម៉ូស្គូយោធាអ៊ុយក្រែនប្រឆាំងលោកទ្រុំពលើតំបន់ឃឺសកាឡោមពតឯកសាររូបថត Global Look Press បេ Dmitry Smolenko អគ្គសេនាធិការអ៊ុយក្រែនបានបដិសេធថាទាហានក្រុងគីវមិនបានឡោមព័ទ្ធនៅតំបន់ព្រំដែនឃឺសរបស់រុស្ស៊ីសេចក្តីថ្លែងការណ៍នេះត្រូវបានចេញបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានជំរុញឲ្យទីក្រុងម៉ូស្គូទុករាប់ពាន់នាក់នៃទាហានអ៊ុយក្រែនដែលជាប់នៅក្នុងតំបន់នោះអគ្គសេនាធិការបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Telegram កាលពីថ្ងៃសុក្រថារបាយការណ៍ទាំងអស់អំពីការឡោមព័ទ្ធគឺមិនពិតនិងត្រូវបានប្រឌិតដោយជនជាតិរុស្ស៊ីសម្រាប់ឧបាយកលនយោបាយដោយបន្ថែមថាវាត្រូវបានធ្វើដើម្បីដាក់សម្ពាធលើទីក្រុងគីវនិងអ្នកគាំទ្រលោកខាងលិចសេចក្តីថ្លែងការណ៍មិនដែលនិយាយពីឈ្មោះ Trump ឬអាមេរិកឡើយយោងតាមយោធាអ៊ុយក្រែនកងកម្លាំងរបស់ក្រុងគីវកំពុងបន្តប្រយុទ្ធគ្នាក្នុងតំបន់បន្ទាប់ពីមានការបង្រួបបង្រួមក្រុមឡើងវិញកាលពីព្រឹកថ្ងៃសុក្រលោក Trump បាននិយាយនៅក្នុងការបង្ហោះនៅលើ Truth Social ថាកងទ័ពអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានហុំព័ទ្ធដោយយោធារុស្ស៊ីទាំងស្រុងហើយស្ថិតក្នុងទីតាំងអាក្រក់និងងាយរងគ្រោះខ្លាំងលោកបានអំពាវនាវដល់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ឲ្យជួយសង្គ្រោះជីវិតទាហានដែលជាប់នៅទីនោះ Trump ស្នើឲ្យរុស្ស៊ីទុកទាហានអ៊ុយក្រែនឡោមព័ទ្ធអានបន្ថែមលោក Trump ស្នើឲ្យរុស្ស៊ីទុកទាហានអ៊ុយក្រែនឡោមព័ទ្ធលោកពូទីនបានឆ្លើយតបទៅនឹងសំណើរបស់លោក Trump ដោយបញ្ជាក់ថារុស្ស៊ីមានឈន្ទៈធ្វើដូច្នេះទោះបីជាមានឧក្រិដ្ឋកម្មជាច្រើនដែលប្រព្រឹត្តដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងជនស៊ីវិលក្នុងស្រុកក៏ដោយលោកបានអំពាវនាវដល់ក្រុងគីវឲ្យបញ្ជាកងទ័ពរបស់ខ្លួននៅក្នុងតំបន់ឲ្យចុះចាញ់ដោយសន្យាថាជីវិតរបស់ពួកគេនឹងត្រូវបានរក្សាទុកហើយពួកគេនឹងទទួលការព្យាបាលប្រកបដោយសេចក្តីថ្លៃថ្នូរប្រសិនបើពួកគេទម្លាក់អាវុធសេចក្តីថ្លែងការណ៍របស់លោក Trump បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទៅកាន់ទីក្រុងមូស្គូជាកន្លែងដែលគាត់ត្រូវបានគេរំពឹងថានឹងផ្ដល់ព័ត៌មានលម្អិតនៃគំនិតផ្ដួចផ្ដើមបទឈប់បាញ់រយៈពេល30ថ្ងៃដល់ភាគីរុស្ស៊ីមួយថ្ងៃមុនកិច្ចប្រជុំលោកពូទីនបានទៅទស្សនាតំបន់ឃឺសជាកន្លែងដែលគាត់ត្រូវបានប្រាប់អំពីស្ថានភាពនៅលើដីដោយប្រធានអគ្គសេនាធិការរុស្ស៊ីលោកឧត្តមសេនីយ៍ Valery Gerasimovគិតត្រឹមល្ងាចថ្ងៃពុធកងកម្លាំងរុស្ស៊ីបានរំដោះបាន 86% នៃទឹកដីដែលត្រូវបានកាន់កាប់ដោយជនជាតិអ៊ុយក្រែនក្នុងខែសីហាឆ្នាំ2024នេះបើយោងតាមឧត្តមសេនីយ៍លោកបានពន្យល់ថាអង្គភាពអ៊ុយក្រែនដែលនៅសេសសល់នៅក្នុងតំបន់នេះភាគច្រើនត្រូវបានឡោមព័ទ្ធនិងឯកោទីក្រុងគីវបានបើកការវាយលុកដ៏ធំមួយចូលទៅក្នុងតំបន់ឃឺសនៅដើមខែសីហាឆ្នាំ2024ដោយដណ្ដើមបានទីក្រុងស៊ឺខ្សែនិងភូមិរាប់សិបមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថាការញុះញង់នេះគឺមានគោលបំណងដើម្បីទទួលបានឥទ្ធិពលសម្រាប់កិច្ចចរចាសន្តិភាពនាពេលអនាគតការឈានទៅមុខរបស់អ៊ុយក្រែនត្រូវបានបញ្ឈប់ភ្លាមដោយយោធារុស្ស៊ីដែលបាននឹងកំពុងដណ្ដើមយកមកវិញជាបណ្ដាចាប់តាំងពីពេលនោះមកអ្នកអាចចែករំលែករឿងនេះនៅលើបណ្ដាញសង្គមតាមដានរដ្ឋធិលោក Donald Trump រុស្ស៊ីជំលោះរុស្ស៊ីអ៊ុយក្រែនអ្នកអានជាទីគោរពសូមអរគុណចំពោះការចូលរួមដ៏រស់រវើករបស់អ្នកជាមួយនឹងខ្លឹមសាររបស់យើងនិងសម្រាប់ការចែករំលែកទស្សនៈរបស់អ្នកសូមចំណាំថាយើងបានបដូរទៅប្រព័ន្ធផ្ដល់មកថ្មីដើម្បីទុកមិត្តយោបល់អ្នកនឹងត្រូវចុះឈ្មោះយើងកំពុងធ្វើការលើការកែតម្រូវមួយចំនួនដូច្នេះប្រសិនបើអ្នកមានសំណួរឬសំណូមពរសូមផ្ញើពួកគេទៅកាន់